ចៅចជាមានរឿងព្រេងមួយដំណាលថាកាលនោះមានក្មេងប្រុសម្នាក់នៅជាមួយឪពុកម្ដាយដោយសារតែក្មេងប្រុសនេះចូលចិត្តលួចគេអ្នកស្រុកក៏ហៅគេថាអាចៅចជាលុះក្មេងនោះចម្រើនវ័យធំឡើងឪពុកក៏ស្លាប់ចោលទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីទេឲ្យតែដល់វេលាយប់កាលណាចៅចិត្តជាដើរលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមាតាទូនមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបម្ដាយយកកូនទៅនៅឯវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រទៀតប្រព្រឹត្តតែអំពើលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ជុំព្រះរាជរោងឲ្យសេនាបតីនាមឺនសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្គការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សានៅឡើយបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះបន្ទាប់មកស្ដេចក៏យាងចូលក្នុងព្រះបរមរាជវាំងវិញគ្រានោះមានមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើជាចៅហ្វាយស្រុកនោះណាស់លុះដល់វេលាយប់ចូលដំណេកប្តីនិយាយនឹងភរិយាថាអូនអើយឥឡូវនេះស្ដេចមានព្រះរាជបន្ទូលថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រីក្រពេកធ្វើម៉េចនឹងបានប្រាក់ថ្វាយស្ដេចទៅនិយាយហើយក៏នាំគ្នាបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកនៅគ្រានេះពេលនោះចៅចិត្តជាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះបានស្ដាប់ឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះខ្លួនវិចនឹងកំណាត់សម្ពុតចែកៃមកលូកដៃតាមជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកឃើញបង្វិចសម្ពុតចែកៃក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអរណាស់ក៏ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺជាប្រាក់ដែលទេវតាប្រគល់ឲ្យយើងប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពំពីលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯចៅចិត្តជាកាលបើបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនបានម្ចាស់ទ្រព្យនាំចៅចិត្តជានោះទៅជូនចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកដល់វេលាយប់ស្ងាត់ចៅចិត្តជានិយាយតែម្នាក់ឯងថាអូព្រះអើយហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងខំយកប្រាក់40កហបណៈវិចនឹងកណាត់ចៃតៃយកមកឲ្យគេតាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាដល់ឯងបន្តិចសោះគេបែរជាដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងជាច្រើនដងឯចៅហ្វាយស្រុកនឹងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ពិភាក្សាគ្នាថាចៅនិយាយនេះដូចរឿងយើងណាស់យើងគួរតែចុះទៅសួរវាមើលចៅហ្វាយស្រុកចុះពីផ្ទះសួរចៅចិត្តជាថាយើងឮឯងនិយាយអីយើងដូចជាស្ដាប់បានខ្លះចូលឯងនិយាយម្ដងទៀតទៅមើលចៅចិត្តជាប្រាប់ថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរលួចតែទ្រព្យគេរាល់យកមកចិញ្ចឹមជីវិតកាលពីលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើជាចៅហ្វាយស្រុកវេលាយុគមួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាពួកលោកចង់បានប្រាក់40កហបណៈថ្វាយស្ដេចព្រោះចង់ធ្វើជាចៅហ្វាយស្រុកខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកណាត់សម្ពុតចៃតៃមកដាក់ចិត្តក្បាលដំណេកទុកជូនលោកហើយខ្ញុំក៏ត្រឡប់ទៅវិញ
ក្រោយមកខ្ញុំឮគីនិយាយថាលោកបានធ្វើចៅវាយស្រុកខ្ញុំក៏មកលួចគីនៅក្នុងខេត្តនេះឲ្យគីចាប់ខ្លួនខ្ញុំគីក៏នាំខ្ញុំមកជូនលោកក៏ដាក់ទុកខ្ញុំមិនប្រណីចៅវាយស្រុកស្ដាប់ហើយក៏ជឿជាក់ហើយនិយាយថាអូសំឡាញ់អើយនេះជារឿងប៉ັດដែលខ្ញុំបានធ្វើចៅវាយស្រុកក៏ព្រោះតែឯងជួយខ្ញុំឥឡូវឯងឈប់ពិបាកចិត្តទៅព្រឹកនេះខ្ញុំនឹងលេងឯងឲ្យរួចផុតពីទោសហើយឯងនិងខ្ញុំគឺជាសម្លាញ់នឹងគ្នាតទៅចៅវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជំរាបថាខ្ញុំឈ្មោះចៅចិត្តជាលុះភ្លឺច្បាស់ចៅវាយស្រុកក៏ដោះលែងចៅចិត្តជាហើយនិយាយថាសម្លាញ់ខ្ញុំនឹងចិញ្ចឹមឯងពីថ្ងៃនេះតទៅតែឯងកុំលួចគេទៀតអីចៅចិត្តជាឆ្លើយថារឿងលួចនោះខ្ញុំមិនទាន់ឈប់ទេខ្ញុំគ្រាន់តែលួចប្រាក់បន្តិចបន្តួចយកទៅចិញ្ចឹមមាតាមេម៉ាយតែប៉ុណ្ណោះចៅវាយស្រុកក៏ឲ្យប្រាក់30កហបណៈផ្ញើទៅឲ្យមាតាតែចៅចិត្តជាប្រកែកមិនព្រមយកចៅវាយស្រុកសួរថាផ្ទះសំឡាញ់ឯងនៅឯណាចៅចិត្តជាប្រាប់ថាផ្ទះខ្ញុំនៅទីនោះហើយលាចៅវាយស្រុកទៅផ្ទះវិញគ្រានោះមានលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់ទែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគួនចង់សម្លាប់លោកយមរាជណាស់មន្ត្រីនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តស្រីបំរើនោះខំផ្គប់គុណចៅវាយមិនឲ្យតោះចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាយើងចង់ឲ្យនាងជួយខ្ញុំរឿងមួយព្រោះយើងស្អប់លោកយមរាជនោះណាស់យើងចង់សម្លាប់គេចោលតែមិនដឹងរកអ្នកណាឲ្យជួយបានតែសប្តាហ៍ថ្ងៃយើងឃើញនាងមានប្រាជ្ញាជាងគេហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីខ្ញុំហើយទៅរកប្រាក់លោកយមរាជហើយនាងនឹងគេសិនចុះតែឯងត្រូវខំផ្គប់ផ្គុនគេឲ្យដូចជានៅនឹងយើងពេលលោកយមរាជនោះទុកចិត្តនឹងនាងឲ្យនាងចូលទៅបំរើខាងក្នុងនាងចាំមើលវេលាស្ងាត់ពេលលោកយមរាជដេកលុកចូលនាងដុតរំលាយសំណៅឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់លោកយមរាជនោះទៅគេនឹងស្លាប់គ្មានអ្នកណាដឹងឡើយបើឯងធ្វើបែបនេះបានយើងនឹងចេញប្រាក់លោកនាងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនោះស្ដាប់ហើយក៏ទទួលការសពគ្រប់នៅក្នុងវេលាយប់នោះដែរចៅចិត្តជាដៅលួចគេហើយក៏មកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីបង្គាប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏ស្ដាប់បានទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយនៅបំរើលោកយមរាជក៏ទទួលចេញប្រាក់លោកឲ្យនៅបំរើខ្លួននាងនោះផ្គាប់ផ្ទួនខំបំរើលោកយមរាជនិងលោកជំទាវមិនឲ្យតោះចិត្តឡើយលោកយមរាជនិងលោកជំទាវក៏ទុកចាត់ស្និទ្ធស្នាលឲ្យនាងចេញចូលខាងក្នុងបំរើចិត្តដិតធម្មតានៅវេលាយប់ស្ងាត់ស្រីបំរើនោះដឹងថាលោកយមរាជសម្រានលុកហើយនាងក៏ដុតរំលាយសំណឲ្យពុះក្តៅហើយលើកសំណនោះទៅចាក់ចូលក្នុងមាត់លោកយមរាជក៏ស្លាប់បាត់ទៅរួចនាងនោះក៏ត្រឡប់ទៅកន្លែងដេកវិញលុះព្រឹកឡើងលោកជំទាវក៏ភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកត្រហោយំធ្វើឲ្យមនុស្សផ្អើលមកមើលលោកជំទាវក៏ទៅក្រាបបង្គំទូលស្ដេចតាមដំណើររឿងព្រះរាជាក៏ទ្រង់ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងថាគេស្លាប់ដោយសារអ្វីព្រោះគ្មានស្លាកស្នាមក៏ទៅក្រាបបង្គំទូលស្ដេចតាមដំណើររឿងព្រះរាជាទ្រង់ឲ្យគេយកសពយមរាជទៅបញ្ចុះតាមការគួរក្រោយមកដល់រដូវបុណ្យថ្វាដោះសមាសនាម៉ឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកណារកមនុស្សដែលសម្លាប់លោកយមរាជឃើញយើងនឹងឲ្យធ្វើជាទីយមរាជរួចមកស្ដេចក៏យាងចូលខាងក្នុងវិញសេនាបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅវាយស្រុកដែលជាសម្លាញ់នឹងចៅចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកចៅចិត្តជាសួរថាសម្លាញ់ឯងមកមានការអ្វីចៅវាយស្រុកប្រាប់ថាខ្ញុំមកមានការចង់សួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ពីរោគអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកណារកឃើញមនុស្សដែលសម្លាប់លោកយមរាជឃើញទ្រង់នឹងឲ្យធ្វើជាទីយមរាជរឿងនេះសម្លាញ់ឯងដឹងឬទេត្បិតខ្ញុំចង់ធ្វើយមរាជណាស់ចៅចិត្តជាឆ្លើយថារឿងនេះខ្ញុំបានដឹងច្បាស់ព្រោះនៅយប់មួយនោះ
ខ្ញុំដើរលួចគេហើយខ្ញុំមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះបាននិយាយប្រាប់ស្រីបម្រើម្នាក់ចៅចាត់ជាក៏និយាយតាមដំណើររឿងគ្រប់យ៉ាងចៅចាត់ជាបានប្រាប់ថាចូលសម្លាញ់ឯងទៅក្រាបទូលស្ដេចតាមរឿងនេះចុះតែឲ្យគាស់ខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណងនៅក្នុងពោះនោះមែនសម្លាញ់ឯងនឹងបានធ្វើជាយមរាជមិនខានចៅវាយស្រុកស្ដាប់បានការហើយក៏ត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទូលស្ដេចតាមរឿងពិតគ្រប់យ៉ាងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីបម្រើនោះមកឃុំទុកទ្រង់ឲ្យគាស់ខ្មោចលោកយមរាជមកវះមើលឃើញសំណើនៅក្នុងពោះមែនទ្រង់ឲ្យជំនុំជម្រះរឿងនោះស្រីបម្រើបានសារភាពថាមែនទើបស្ដេចឲ្យគេប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជឯចៅវាយស្រុកកាលបើបានធ្វើទីយមរាជហើយក៏ឲ្យអ្នកបម្រើទៅហៅចៅចិត្តជាសម្លាញ់លុះមកដល់គាត់ក៏ប្រាប់ថាសម្លាញ់ហើយឯងមានគុណលើខ្ញុំច្រើនណាស់ឥឡូវនេះខ្ញុំបានធ្វើជាយមរាជគឺដោយសារតែឯងជួយខ្ញុំពីថ្ងៃនេះតទៅចូលឯងកុំលួចគេទៀតខ្ញុំសុខចិត្តចិញ្ចឹមម្ដាយឯងនិងសម្លាញ់ឯងអស់មួយជីវិតចៅចិត្តជាឆ្លើយថាខ្ញុំសុំលួចតែម្ដងទៀតទេនិយាយរួចចៅចិត្តជាក៏ត្រឡប់ទៅផ្ទះវិញវេលាយប់ចៅចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកទៅជូនម្ដាយលុះព្រឹកឡើងចៅចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់យប់មិញខ្ញុំលួចគេបានប្រាក់និងសំពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅខ្ញុំលះបង់លេងរកស៊ីលួចគេទៀតហើយសូមសម្លាញ់ជឿខ្ញុំចុះលោកយមរាជតបថាបើឯងឈប់លួចគេមែននោះខ្ញុំអរណាស់បើខ្វះខ្វាតអ្វីមករកខ្ញុំចុះឯងកុំទើសទាល់អីខ្ញុំធានាចិញ្ចឹមឯងអស់មួយជីវិតចៅចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅថែរក្សាមាតាជាសុខសប្បាយលោកយមរាជនិងចៅចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដោយបានសន្យានឹងគ្នាចប់មនុស្សចិត្តជាតែងមានគ្នាទីពឹង